បាទសួស្តីនឹងជំរាបសួរបងប្អូនអ្នកស្នេហាវិស័យកីឡាកាច់ដៃកម្ពុជាទាំងអស់ការពីម្សិលមិញគឺការប្រកួតខៅ01ដែលជាមេធាងរបស់ Andy Sweat ហើយការប្រកួតរងឯកជាវៀងកីឡាករហុងដុកវីនប៉ះជាមួយនឹងអាឡេស៊ីបាតាឡូដែលជាជនជាតិអាហ្វហ្គានីស្ថានខ្ញុំស្ដាយហុងដុកវីនមែនតើការប្រកួតនេះគាត់ចាញ់3-2មិនគួរណាគាត់ចាញ់ទេខ្ញុំមិនដឹងគាត់ថាគាត់អស់ ignorance ក៏អស់ stamina ទេគឺគាត់គេផ្ដាច់គាត់ចុងក្រោយវិញហើយសូមនិយាយពីហុងដុកវីនហ្នឹងគឺគាត់ធ្លាប់មកប្រទេសកម្ពុជាយើងគាត់ធ្លាប់ជួបបងប្អូនសហគមន៍កីឡាកាច់ដៃកម្ពុជាហើយគាត់រស់រាយទោះខ្ញុំមិនបានជួបគាត់ផ្ទាល់ខ្ញុំមើលតែវីដេអូបងប្អូនសហគមន៍ក៏ខ្ញុំយល់ថាគាត់រស់រាយដែរគាត់មកមួយ team work គាត់មក warm up គាត់មកប្រាប់ពីបច្ចេកទេសឲ្យបងប្អូនសហគមន៍យើងហើយខ្ញុំស្រឡាញ់គាត់មែនតើស្រឡាញ់ហុងដុកវីនមែនតើតែស្ដាយការប្រកួតខៅ01ដែលជា Andy Sweat ដែលគាត់ចាប់ផ្ដើមលើវិស័យកីឡាកាច់ដៃហ្នឹងដើម្បីគាត់ឈានលំដាប់ពិភពលោកតែស្ដាយគាត់3-2តែពិតខ្ញុំសង្ឃឹមគាត់តាំងពីចាប់គូដំបូងហើយព្រោះខ្ញុំអត់ស្គាល់ទេអាឡេស៊ីបាតាឡូហ្នឹងតែគាត់ស្ដាយមែនតើខ្ញុំស្ដាយគាត់មែនតើ